ជំរាបសួរសួស្ដីបងមួយភេកថៃតលេខាត់ស្ទឹងត្រែងទាំងអស់គ្នាណាអញ្ចឹងថ្ងៃនេះចង់បង្ហាញបងរវាងថៃមួយគេហៅត្រីកេះមួយទៀតគេហៅត្រីកាភ្លាវឬមួយក៏ត្រីស្លាប់មន់ណានៅស្រុកនោះគេហៅត្រីស្លាប់មន់តែប៉ុន្តែភិនភាគរូបរាងគឺប្រហាក់ប្រហែលគ្នាប៉ុន្តែមួយតូចមួយធំតែប៉ុណ្្នឹងឯងតោះឥឡូវបងមកមើលឲ្យចិត្តទាំងអស់គ្នាណានេះសម្រាប់នេះឃើញទេអានេះត្រីកេះណាហើយនេះត្រីកាភ្លាវឬមួយក៏ត្រីស្លាប់មន់ហ្នឹងបងខ្លះអាចច្រឡំបានណាប៉ុន្តែបងគាត់ស្គាល់គឺគាត់ដឹងគាត់ច្បាស់តែម្ដងអញ្ចឹងយើងអាចមើលបានរូបរាងគឺបែបហ្នឹងណាហើយរសជាតិគឺសម្រាប់ត្រីកាភ្លាវនេះគឺយើងចៀនទៅវាស្រួយដោយសារអីវាទូចហើយសម្រាប់ត្រីកេះនេះយើងចៀនទៅក៏ឆ្ងាញ់ដូចគ្នាប៉ុន្តែគ្រាន់ថាវាអត់សូវស្រួយដូចត្រីកាភ្លាវអញ្ចឹងណាសម្រាប់បងចូលចិត្តស្រួយអាចយកត្រីកាភ្លាវបានបងចូលចិត្តសាច់ធម្មតាគឺអាចយកត្រីកេះអញ្ចឹងណាហើយតម្លៃគឺខុសគ្នាបន្តិចបន្តួចទេអញ្ចឹងបងអាចឆាតមក page បានណាឬមួយ Telegram 097 9112 333អញ្ចឹងថ្ងៃហ្នឹងចង់មកបង្ហាញតែប៉ុណ្្នឹងឯងអរគុណ